អូខេសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វិញ្ញាសាភូមិវិទ្យាសម្រាប់ត្រៀមប្រឡងបាក់ឌុបនៅថ្ងៃទី18សីហាឆ្នាំ2025ហើយការប្រឡងក៏ជិតមកដល់ដែរអ្នកទាំងគ្នាប្រហែលជាភ័យខ្លះហើយកុំឲ្យភ័យអ្នកទាំងគ្នាទស្សនាវីដេអូនៃវិញ្ញាសានេះដល់ចប់អ្នកទាំងគ្នានឹងចេះនៅឆ្លើយនៅសំណួរដែលចេញបាក់ឌុបមុននឹងចូលទៅកាន់សំណួរហើយខ្ញុំក៏ចង់ប្រាប់តិចនិចខ្លះៗដែលសម្រាប់នៅក្នុងការប្រឡងមុខវិជ្ជាភូមិវិទ្យានេះដំបូងមុននឹងយើងធ្វើការឆ្លើយសំណួរយើងធ្វើការអានសំណួររបស់យើងជាមុនសិនអានទៅ2 3ដងសិនអ្នកទាំងអស់គ្នាដើម្បីយល់សំណួរដែលគេសួរសំណួរมันអាចចេញមកត្រង់បានទេវាមានតែថាគេអាចកែសំណួរទៅជាគេអាចសួររបៀបផ្សេងអញ្ចឹងតែការឆ្លើយគឺតែមួយទេអ្នកទាំងអស់គ្នាកុំច្រឡំអញ្ចឹងមិនថាមុននឹងយើងធ្វើការឆ្លើយគឺយើងត្រូវអានពី3ដងជាមុនសិនរបៀបនៅក្នុងការឆ្លើយឬក៏សរសេរសំណួរអ្នកទាំងអស់គ្នាអាចទស្សនាវីដេអូខ្ញុំដល់ចប់ខ្ញុំនឹងប្រាប់ពីរបៀបការឆ្លើយអូខេតើចូលសំណួរទី1នៅកម្ពុជាកសិកម្មផលិតស្រូវមានចំនួនច្រើនជាងគេតើមានការងារផ្សេងទៀតក្រៅពីការងារធ្វើស្រូវវស្សាអញ្ចឹងគេសួរថានៅកម្ពុជាកសិកម្មផលិតស្រូវមានចំនួនច្រើនជាងគេតើមានការងារផ្សេងអ្វីដែលនិយាយថាប្រជាជនយើងអាចធ្វើការបានទៀតអញ្ចឹងអ្នកទាំងអស់គ្នាគូគិតមើលថារាល់ថ្ងៃនេះក្រៅពីការងារធ្វើស្រែចម្ការប្រជាជនខ្មែរមានការងារអ្វីធ្វើផ្សេងទៀតដូចជាការចិញ្ចឹមឥឡូវខ្ញុំធ្វើការឆ្លើយចុះហើយសម្រាប់ការឆ្លើយគឺអ្នកទាំងអស់គ្នាដាក់សញ្ញាបូកព្រោះអីសំណួរភូមិវាមិនមែនជាសំណួរដែលបិទទេវាក៏ជាសំណួរដែលបើកដែរហើយក្រៅពីធ្វើស្រែកសិករកម្ពុជាមានការងារផ្សេងទៀតដូចជាចិញ្ចឹមសត្វមាន់ទាគោក្របីជ្រូកនេសាទចិញ្ចឹមត្រីវារីវប្បកម្មបន្លែបង្ការរួមផ្សំបន្លែបង្ការរួមផ្សំការដាំបន្លែលក់ទៅតាមផ្សារអ្នកនរគ្នាលក់ដូរជំនាញតិចតួចជាកម្មករសំណង់រោងចក្រការងារផ្សេងទៀតឡើងត្នោតកសិកម្មត្បាញតម្បាញចម្លាក់ក្អមឆ្នាំងជាងដែកកញ្ជើល្អីចុចនេះគឺនៅមានជាងទៀតអ្នកអាចរៀបរាប់មករកអនុផលព្រៃឈើជ័រវល្លិផ្ដៅការងារផ្សេងទៀតកម្មករចំណាក់ស្រុកតាមរដូវដើម្បីរកការងារធ្វើអញ្ចឹងក្នុងសំណួរទី1នេះបើខ្ញុំប្រាប់អ្នកគ្នាពីរបៀបក្នុងការឆ្លើយទី1យើងធ្វើការដាក់គោលឬមកកសិកម្មមានន័យបើនិយាយទៅការឆ្លើយសំណួរបើអ្នកទាំងអស់គ្នាឆ្លើយបានច្រើនគឺបន្ទុករឹតតែច្រើនអូខេឥឡូវយើងចូលមកកាន់សំណួរទី2នៅកម្ពុជាការដាំដុះកៅស៊ូមានការកើនឡើងតើដំណាំកៅស៊ូផ្ដល់សារៈសំខាន់អ្វីខ្លះនៅកម្ពុជាការដាំដំណាំកៅស៊ូមានការកើនឡើងដំណាំនេះផ្ដល់សារៈសំខាន់ដូចជាផ្ដល់ជ័រកៅស៊ូសម្រាប់បម្រើដល់ឧស្សាហកម្មនៅក្នុងស្រុកនិងការនាំចេញផ្ដល់ការងារជូនប្រជាពលរដ្ឋបានច្រើនកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជនកាត់បន្ថយការកាប់ព្រៃឈើអស់ជូងសម្រាប់ដុតការជួយឲ្យបរិស្ថានសំណឹកដីការហូរច្របាក់ដីអញ្ចឹងចំការកៅស៊ូក៏ជាផលប្រយោជន៍មួយដែរដែលផ្ដល់ជាស្ថានប្រយោជន៍ដល់ប្រជាជនកាត់បន្ថយការចំណាកស្រុកផ្សេងអូខេឥឡូវយើងចូលបន្តទៀតផ្ដល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិនិងប្រជាជនដែលមានជីវភាពល្អប្រសើរបង្កើតគម្របបៃតងជំនួយដល់ការបាត់បង់ព្រៃឈើអញ្ចឹងវាក៏អាចជាធម្មជាតិមួយដែលអាចការពារកម្ដៅកុំឲ្យផែនដីឡើងកម្ដៅដែរអូខេឥឡូវយើងចូលមកកាន់សំណួរទី3អត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទខ្ពស់ជាងនៅទីក្រុងចូលពន្យល់ពីមូលហេតុយើងធ្វើការអានឲ្យពីម្ដងមកដើម្បីយល់ពីសំណួរអត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទខ្ពស់ជាងនៅទីក្រុងចូលពន្យល់អញ្ចឹងនេះគេថាសកម្មភាពសេដ្ឋកិច្ចនៅជនបទចុះឥឡូវយើងមកមើលទាំងអស់គ្នាអត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទខ្ពស់ជាងនៅទីប្រជុំជនមូលហេតុការចូលរួមកម្លាំងពលកម្មក្នុងការងារស្រែចម្ការមានកម្រិតខ្ពស់នេះកន្លែងនេះកម្លាំងជានិយាយថាកម្លាំងពលរដ្ឋគឺចូលរួមក្នុងការធ្វើស្រែចម្ការខ្ពស់ព្រោះអីប្រទេសកម្ពុជាគឺស្រូវហ្នឹងហើយគឺការធ្វើស្រែហ្នឹងហើយលេខ1
សមាមាត្រនៃការចូលរួមនៅតំបន់ជនបទមានអត្រាភាព ផ្សព្វផ្សាយពីវប្បធម៌ជាតិលើឆាកអន្តរជាតិបង្កើនសមត្ថភាពភាសាបរទេសជំរុញសមត្ថភាពស្ថិរភាពសង្គមជំរុញឲ្យវិស័យទេសចរកាន់តែរីកចម្រើនជំរុញឲ្យមានការអភិវឌ្ឍលើវិស័យផ្សេងៗជប់កន្លែងនេះដូចជាច្រឡំសំណួរនេះបងប្អូនប្រហែលជាច្រឡំសំណួរអូខេឥឡូវយើងមើលតទៀតចុះនេះចេញផលវិជ្ជមានអូខេប្រហែលជាច្រឡំសំណួរច្រឡំសំណួរអ្នកគ្នាឥឡូវយើងចូលមកកាន់សំណួរទី4យើងឆ្លើយសំណួរទី3ចោលមួយចាំខ្ញុំធ្វើការកែប្រែអ្នកទាំងគ្នាវិញតើវិស័យទេសចរបានផ្ដល់ការងារអ្វីខ្លះដល់ប្រជាជនកម្ពុជាវិស័យទេសចរបានផ្ដល់ការងារអ្វីខ្លះដល់ប្រជាជនកម្ពុជាវិស័យទេសចរផ្ដល់ការងារដល់ប្រជាជនកម្ពុជាដូចជាភោជនីយដ្ឋានមគ្គុទ្ទេសក៍ទេសចរភោជនីយដ្ឋានផ្ទះសំណាក់ភ្នាក់ងារទេសចរភ្នាក់ងារទេសចរហ្នឹងគឺអ្នកដូចជា guide អ្នកបកប្រែសម្រាប់ភ្ញៀវទេសចរយន្តការចលនាភូមិមួយផលិតផលមួយកន្លែងយន្តការផលិតផលមួយភូមិមួយនេះគឺវាថាដូចឧទាហរណ៍ថាភូមិដូចជាខេត្តកំពតអញ្ចឹងខេត្តកំពតតំណាងឲ្យគេត្រេនអញ្ចឹងយន្តការចលនាភូមិមួយផលិតផលមួយការរៀបចំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសេវាដឹកជញ្ជូនសាមញ្ញរទេះគោរទេះសេះសេវាចំណីអាហារការលក់វត្ថុអនុស្សាវរីយ៍សិប្បកម្មកសិកម្មសេវាកម្មផ្សេងៗទៀតអញ្ចឹងវាមានផ្សេងៗជាច្រើនទៀតអ្នកគ្នាធ្វើការរៀបរាប់មកហើយបើកន្លែងត្រេនេះអ្នកគ្នាអាចសរសេរជាត្រេដូចជាសេវាដឹកជញ្ជូនយើងដាក់មួយយើងដាក់និយាយថាយើងមកចំណុចហ្នឹងមកសេវាដឹកជញ្ជូនមានភាពតម្លៃសមរម្យរហ័សទាន់ចិត្តអញ្ចឹងមកហើយសេវាចំណីអាហារក៏អញ្ចឹងដែរហ្នឹងហើយយើងចូលមកកាន់សំណួរបន្តទៀតចូលរៀបរាប់ពីភោគទ្រព្យទេសចរប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជាហើយសំណួរនេះបើតាមពិត2025ប្រហែលជាចេញហើយដោយសារតែវាកើតមានវិបត្តិដោយសារតែសៀមវាថៃតែចង់បានប្រាសាទរបស់ខ្មែរអញ្ចឹងប្រហែលជាក្រសួងគេអាចនឹងដាក់ឲ្យកថាបានដែរចូលរៀបរាប់ពីភោគទ្រព្យទេសចរប្រវត្តិសាស្ត្រនិងវប្បធម៌ប្រាសាទបុរាណនានាមានអង្គរវត្តបន្ទាយស្រីបាយ័នព្រះវិហារសម្បូរព្រៃគុកប្រហែលជាចេញហើយអ្នកទាំងអស់គ្នាសំណួរហ្នឹង2025ហ្នឹងធានា 100% មកយើងមើលបន្តទៀតសារមន្ទីរជាតិមានដូចជាព្រះបរមរាជវាំងជើងឯកទួលស្លែងវត្តភ្នំនៅមានផ្សេងៗទៀតអ្នកគ្នាអាចនឹកឃើញសរសេរមកឲ្យតែជាសារមន្ទីរមហោស្រពរបាំបុរាណល្ខោនបាសាក់យីកេស្បែកធំស្បែកតូចវត្តអារាមព្រះពុទ្ធសាសនាអូខេសិប្បកម្មចម្លាក់ឈើថ្មស្បែកតម្បាញហូលផាមួងក្រមាស្មូនដីឥដ្ឋក្អមឆ្នាំងក្រឡជំនាញឈើថ្មដែកសិប្បកម្មអាហារប្រហុកផ្អកត្រីងៀតទំនៀមទម្លាប់ប្រពៃណីតាមភូមិឃុំស្រុកខេត្តអូខេហើយមានតែប៉ុណ្្នឹងឯងហើយបញ្ចូលកាន់សំណួរទី6បើអ្នកគ្នាអាចរៀបរាប់បានច្រើនទៅតែល្អ6ទេសចរកម្ពុជាជាទេសចរវប្បធម៌និងធម្មជាតិចូលពន្យល់ដោយលោកទីហោវជាអញ្ចឹងសំណួរនេះយើងអានភាសាទៀតទេសចរកម្ពុជាជាទេសចរវប្បធម៌និងធម្មជាតិវប្បធម៌និងធម្មជាតិគឺផ្ដោតទៅលើវប្បធម៌ធម្មជាតិទេសចរកម្ពុជាជាទេសចរវប្បធម៌និងធម្មជាតិចូលពន្យល់អញ្ចឹងយើងពន្យល់គេមកទេសចរកម្ពុជាមានការលូតលាស់ជាលំដាប់បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរដ៏សំខាន់មួយនៅក្នុងតំបន់ពិសេសយើងមានប្រាង្គប្រាសាទជាច្រើនមរតកវប្បធម៌ដទៃទៀតរួមទាំងភោគទ្រព្យធម្មជាតិដ៏សម្បូរបែបអាហ្នឹងយើងធ្វើការបញ្យល់តែប៉ុណ្្នឹងឯងមកហើយយើងលើកឧទាហរណ៍មួយមកឧទាហរណ៍ផ្នែកវប្បធម៌ប្រាសាទអង្គរវត្តប្រាសាទព្រះវិហារប្រាសាទសម្បូរព្រៃគុកសារមន្ទីរជាតិវត្តភ្នំរាជវាំងគុកទួលស្លែងគុកជើងឯកវត្តអារាមព្រះពុទ្ធសាសនាអូខេហើយចុងក្រោយគឺខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នានៅក្នុងការឆ្លើយសំណួរនៅក្នុងការធ្វើសំណួរមិនថាសំណួរប្រវត្តិភូមិផែនដីនិយាយទៅឲ្យដែលចំជាយើងជាសង្គមយើង
ជួយការឆ្លើយសំណួរប្រវត្តិភូមិផែនដីសិលធម៌ហើយនៅក្នុងការឆ្លើយសំណួរគឺខ្ញុំប្រាប់អ្នកទាំងអស់គ្នាមួយដើម្បីយកបន្ទុកពេញសំណួរបើគេដាក់មក5សំណួរឆ្លើយសូមកុំឆ្លោះឲ្យសោះមិនមែនថាឆ្លោះនឹងឆ្លោះនេះទេគឺសូមកុំឆ្លោះនិយាយថាយើងទុកសំណួរចោលគឺយើងធ្វើមួយណាមុនក៏បានដែរសម្រាប់បាក់ឌុបគេអត់គិតថាត្រូវតម្រូវថាតាមរីករាងតាមជួរទេយើងចង់ធ្វើសំណួរទី5មុនក៏បានទី4មុនក៏បានប៉ុន្តែសូមកុំបោះបង់សំណួរចោលព្រោះឯក្នុងមួយសំណួរ15បន្ទុកអញ្ចឹងបើអ្នកទាំងអស់គ្នាអាចធ្វើមួយសំណួរគឺស្មើបាត់បង់15បន្ទុកហើយប៉ុន្តែបើអ្នកទាំងអស់គ្នាធ្វើទាំងអស់មិនប្រកាសថាសំណួររបស់យើងអត់បានបន្ទុកដែរគឺអន់ផុតក៏បាន10បន្ទុក5បន្ទុកដែរបើយើងបោះចោលគឺអត់មានបានបន្ទុកទេហើយយើងក៏អត់ទទួលបាននិទេសល្អដែរហ្នឹងហើយខ្ញុំក៏មានយោបល់តែប៉ុណ្្នឹងឯងបើមានកន្លែងណាដែលឆ្ងល់អាចសួរទៀតបាន comment នៅក្នុងវីដេអូនោះហើយកុំភ្លេចជួយ subscribe និងសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវិញ្ញាសាថ្មីហើយបើចង់ឲ្យខ្ញុំចេញវីដេអូប្រាប់ពីរបៀបនៅក្នុងកលឹះក្នុងការត្រៀមវិញ្ញាសាប្រឡងឬក៏ត្រៀមអារម្មណ៍តាមចិត្តនឹងការប្រឡងអាច comment ខាងក្រោមវីដេអូបានអូខេហើយសូមអរគុណ